នេះគឺជាបរិសម្នាក់ដែលមានឈ្មោះថាយងឈុលដែលគាត់គឺជាអ្នកវិទ្យាសាស្ត្រនៅក្នុងក្រុមហ៊ុនមួយដែលមានឈ្មោះថា Change Bio ថ្ងៃមួយគាត់បានរកឃើញថាក្រុមហ៊ុនរបស់គាត់ដែលគាត់កំពុងតែធ្វើការឲ្យហ្នឹងបានលួចចម្លងស្នាដៃដែលគាត់ខំស្រាវជ្រាវហ្នឹងទៅធ្វើជារបស់ខ្លួនឯងយកមុខយកមាត់តែម្នាក់ឯងដោយអត់ឲ្យ credit គាត់តតែសោះតែនឹងវាជាការដែលធ្វើឲ្យគាត់ផ្ទុះកំហឹងខ្លាំងមែនទែនទៅលើក្រុមហ៊ុនរបស់ខ្លួនដោយគាត់បានទៅសំងំបង្កើតនៅមេរោគអំបូរថ្មីមួយដែលមានឈ្មោះថាផ្សិតស៊ីមនុស្សឬក៏ Mutated Swine Mold ហើយគាត់ឈួតសាហាវមែនទែនមកអ្នកនរគ្នាគាត់បានទៅបដៅ CEO របស់គាត់ដោយការលួចចាក់មេរោគនោះចូលទៅក្នុងខ្លួន CEO របស់គាត់នៅចំកណ្ដាលពិធីតាំងពីពណ៌តែម្ដងនឹងឯងវាជាការរាលដាលធំមួយព្រោះថានៅពេលដែល CEO នឹងបានឆ្លងនៅមេរោគនឹងភ្លាមគាត់ក៏មានការបំលែងពូជខ្លាចជា zombie ផ្លែតហើយបើសិនគិតថា zombie ដែលយើងនឹងបានឃើញហ្នឹងណាគឺជា zombie ទូទៅដែលយើងធ្លាប់ឃើញកន្លងមកហើយហ្នឹងណាអ្នកគិតខុសព្រោះថា zombie ដែលត្រូវបានឆ្លងពីមេរោគអំបូរថ្មីផ្សិតស៊ីមនុស្សហ្នឹងគឺវាមានលក្ខណៈឆ្លាតខ្លាំងហើយមានការតំណតំណងគ្នាប្រៀបដូចជាអ៊ីនធឺណិតតបជាប់គ្នាអញ្ចឹងហើយបើនិយាយស្រួលស្ដាប់សម្រាប់ fan comic គឺមាន hive mind តែមួយបានន័យថាបើសិនជាមាន zombie ណាមួយបានស៊ីមនុស្សហ្នឹង zombie ផ្សេងទៀតក៏ទទួលដឹងរសជាតិនឹងដូចគ្នាបើ zombie នេះកំពុងតែគុំចង់ស៊ីណាគេម្នាក់ហើយ zombie ផ្សេងក៏ស្គាល់ពីអត្តសញ្ញាណម្នាក់នឹងដូចគ្នាអញ្ចឹងរឿងរ៉ាវនៃ zombie អំបូរថ្មីដែលកំពុងតែរាតត្បាតហ្នឹងគឺកំពុងតែកើតឡើងនៅក្នុងអគារពាណិជ្ជកម្មដ៏ធំដែលត្រូវបានបិទខ្ទប់ដែលធ្វើឲ្យគ្រប់គ្នាដែលនៅរស់រានមានជីវិតហ្នឹងចាំបាច់ត្រូវតស៊ូដើម្បីយកជីវិតរស់ឲ្យបានហ្មងព្រោះថាភាពឆ្លាតរបស់ពួកវាគឺវិវត្តពី1វិនាទីទៅ1វិនាទីហ្មងអញ្ចឹងគ្រប់គ្នាមិនអាចត្រឹមតែរត់ពួនតែម្យ៉ាងបានទេត្រូវតែធ្វើអ្វីមួយយ៉ាងហ្មងហើយកុំគិតថារឿងរ៉ាវនឹងចប់ត្រឹមតែមួយអគារពាណិជ្ជកម្មហ្នឹងឲ្យសោះព្រោះដឹងស្រាប់ហើយការរាតត្បាតរបស់ zombie វាខ្លាំងប៉ុណ្ណាអញ្ចឹងជោគជតារបស់ទីក្រុងតមូលក៏កំពុងតែស្ថិតនៅក្នុងភាពភ័យខ្លាចនឹងដែរបើនិយាយពីស្នាដៃផលិតគឺធានាព្រោះថានឹងគឺជាភាពយន្តមួយទៀតរបស់អ្នកដឹកនាំរឿងយុនសាំងហូដែលគាត់ធ្លាប់បង្ហាញស្នាដៃរួចហើយនៅក្នុង Train to Busan និង Hellbound នៅលើ Netflix អញ្ចឹងសម្រាប់ fan ដែលចូលចិត្តមើលរឿង survival zombie អីអញ្ចឹងណាអត់អាចម្លងបានហ្មង Colony កំពុងតែចាក់ប្រចាំងហើយគ្រប់រោងភាពយន្តអ្នកគេបានមើលហើយឲ្យបន្ទុកប៉ុន្មាន comment ប្រាប់ផង